ចូលឆ្នាំចិនទទួលភ្ញៀវជាមួយអាហារសម្រន់7មុខនេះជួយនាំលៀបនាំសំណាងសម្រាប់ឆ្នាំថ្មីនៅក្នុងថ្ងៃចូលឆ្នាំចិនបងប្អូនជាប់ខ្សែស្រឡាយចិនតែមានជំនឿផ្សេងៗរាប់តាំងពីការរៀបចំផ្ទះការសែនព្រេនរហូតដល់ការរៀបចំម្ហូបអាហារមួយក្នុងចំណោមនោះការទទួលទានអាហារសម្រន់ក៏ត្រូវបានគេជឿថាវានឹងនាំលាភសំណាងសម្រាប់ឆ្នាំថ្មីផងដែរទាំងនេះជាអាហារសម្រន់7មុខដែលអ្នកអាចត្រៀមសម្រាប់ទទួលភ្ញៀវនៅក្នុងថ្ងៃចូលឆ្នាំចិន1. ពុទ្រាក្រហមពុទ្រាក្រហមជាភាសាអង់គ្លេស Red Dates ដែល Red ឬពណ៌ក្រហមគឺជាពណ៌នាំសំណាងរបស់ចិនមានន័យថាការរីកចម្រើននិងរុងរឿងចំណែក Dates ស្មើនឹងពាក្យភាសាចិនថាចៅមានន័យថាការចាប់ផ្ដើមក៏ព្រោះតែបែបនេះទើបគេតែងជ្រើសរើសពុទ្រាក្រហមសម្រាប់ពិសានៅក្នុងឱកាសជួបជុំរីករាយដូចជាពិធីបុណ្យចូលឆ្នាំរៀបអាពាហ៍ពិពាហ៍ពិធីឡើងផ្ទះនិងបង្កក់កូនជាដើម 2. សណ្តែកដីជនជាតិចិនបានឲ្យឈ្មោះសណ្តែកដីថាគ្រាប់អាយុវែងវាតំណាងឲ្យភាពឃ្លាវខ្លាអាយុយឺនយូរទ្រព្យសម្បត្តិនិងកិត្តិយសគេដាក់សណ្តែកដីឲ្យទាំងផ្លែដោយយើងបកសម្បកហូបដោយខ្លួនឯងគេអាចដាក់ឲ្យហូបឆ្អិនឬឆៅតែជនជាតិចិនគេជឿថាការហូបសណ្តែកដីឆៅគឺល្អជាងសណ្តែកដីឆ្អិន 3. មានក្រៀមមានឈ្មោះមួយទៀតនៅក្នុងភាសាចិនគឺគួយយៀនដែលមានសំឡេងដូចទៅនឹងពាក្យថ្លៃនឹងមូលវាតំណាងទាំងស្រុងនៃការជួបជុំនៅក្នុងប្រទេសចិនបើតាមថ្នាំចិនបុរាណការទទួលទានមានក្រៀមអាចជួយចិញ្ចឹមជីវិតឲ្យឃ្លាវខ្លាមួយកម្រិតទៀតមានក្រៀមតាមធម្មតាគេដាក់ឲ្យទាំងផ្លែដែលតម្រូវបកសម្បកហូបដោយខ្លួនឯងយើងអាចហូបសាច់វាតែឯងឬយកទៅឆុងជាមួយតែ 4. គ្រាប់ផ្កាឈូករ័ត្នសម្រាប់ជនជាតិចិនគ្រាប់ផ្កាឈូករ័ត្នប្រៀបបានទៅនឹងពុតលីងដែលអ្នកមើលកុនចូលចិត្តហូបអញ្ចឹងតួអក្សររបស់ពាក្យគ្រាប់គឺ ជឺ ដែលមានន័យថាកូនដូច្នេះគ្រាប់ផ្កាឈូករ័ត្នតំណាងឲ្យការមានកូនប្រុសច្រើននិងចៅប្រុសច្រើននៅក្នុងវប្បធម៌ចិនបុរាណការញ៉ាំគ្រាប់ផ្កាឈូករ័ត្នគឺជាវិធីដ៏ល្អក្នុងការជួបជុំជជែកគ្នានៅថ្ងៃចូលឆ្នាំរបស់ជនជាតិចិនយើងអាចញ៉ាំវាបានទាំងឆៅនិងឆ្អិនហើយក្រៅពីគ្រាប់ផ្កាឈូករ័ត្នយើងអាចមានជម្រើសគ្រាប់ផ្លែឈើផ្សេងទៀតដូចជាគ្រាប់ឪឡឹកនិងគ្រាប់ល្ពៅជាដើម 5. ស្ករផ្អែមតំណាងឲ្យជីវិតផ្អែមល្ហែមវាគឺជាអាហារសម្រន់ដែលមិនអាចខ្វះបាននៅក្នុងថ្ងៃចូលឆ្នាំចិនការញ៉ាំស្ករផ្អែមតំណាងឲ្យការបង្កើតភាពផ្អែមល្ហែមឬការចាប់ផ្ដើមទទួលយកភាពផ្អែមល្ហែមនៅឆ្នាំបន្ទាប់ដោយឡែកពីស្ករគ្រាប់គេអាចប្រើជាស្កររូបផ្សេងៗដែលនាំលាភសំណាងដូចជាស្កររូបដុំមាសបុរាណតំណាងឲ្យភោគទ្រព្យស្កររូបឆ្មានាំសំណាងឆ្មាបក់ដៃនិងស្កររូបទេវតានាំទ្រព្យលើពីនេះស្ករផ្អែមរៀបចំជាប្រអប់ក៏និយមប្រើជាកាដូសម្រាប់ជូនគ្នានៅក្នុងឱកាសចូលឆ្នាំចិនផងដែរ 6. នំជៀលពាក្យនំជៀលនៅក្នុងភាសាចិនគឺនៀនកៅបញ្ចេញសំឡេងដូចទៅនឹងពាក្យឆ្នាំឡើងការញ៉ាំនំដែលមានរសជាតិឡែមសាច់ស្វិតល្មួតនេះតំណាងឲ្យភាពរុងរឿងនិងការឡើងតំណែងឬឡើងសាក់នៅឆ្នាំបន្ទាប់នំជៀលជាកាដូល្អបំផុតនៅក្នុងថ្ងៃចូលឆ្នាំជាពិសេសជូនទៅកាន់គ្រួសារដែលមានសមាជិករៀបឡើងថ្នាក់ខ្ពស់ឬធ្វើការឡើងតំណែង 7. នំចាំងជាភាសាចិនហៅថាចុងជឺនំចាំងក៏ជាអាហារសម្រន់សំខាន់មួយទៀតសម្រាប់ពិសានៅថ្ងៃចូលឆ្នាំចិននំចាំងរបស់ចិនធ្វើពីអង្ករដំណើបនិងគ្រឿងផ្សំបញ្ចូលគ្នារួមមានសណ្តែកដីកៅឡាក់និងសាច់ជ្រូកហើយខ្ចប់ដោយស្លឹកឫស្សីការហូបនំចាំងតំណាងឲ្យផលដំណាំល្អក្រៃលែងនៅឆ្នាំបន្ទាប់